លកាយគេប្រអប់ធំហ៎ចឹងនៅក្នុងប្រអប់ហ្នឹងមិនមែនមានតែនាឡិកាយមានរបស់ដែលខ្ញុំស្រឡាញ់ជាច្រើនទៀតអត់ដឹងថាមីប្រូកំពុងគិតអីទេមកលើកនេះដាក់សុទ្ធតែកដោមកមួយឈុតតែម្ដងហើយរបស់ដែលថែមហ្នឹងសិតតែ brand មិនអាយប្រើអត់កើតទេហើយជាក់ស្ដែង speaker Redmi នេះបើតាមដែលខ្ញុំដឹងតម្លៃ$20ជាងហើយក៏មានកែវទឹកដ៏ស្រស់ស្អាតមួយមើលទៅគឺ premium មែនតើជាមួយនឹងប៊ិចម្ដងផងដែរ GS Explorer S មួយឈុតនេះមីប្រូដាក់លក់ត្រឹមតែ$145ហើយមកលើកនេះមិនត្រឹមតែលើសតែកដោទេសំបីតែមុខងារក៏លើសច្រើនដែរការ upgrade ចេញពី Explorer ធម្មតាមកកាន់ Explorer S លើកនេះមានចំណុចអភិវឌ្ឍច្រើនប៉ុន្តែចំណុចដែលគួរឲ្យកត់សម្គាល់ច្រើនជាងគេគឺ10 ATM និងមានមុខងារ Bluetooth calling ដែល Explorer ធម្មតាពីមុនគឺមិនមានទេមុខងារ call ចេញចូលនេះតួនាឡិកាប្រណិតជាងមុនមើលទៅហាក់ដូចជា Mi Pro យកចិត្តទុកដាក់ខ្លាំងជាមួយនឹង mode នេះនិយាយទៅខ្ញុំមិនធ្លាប់សម្បីគិតនាឡិកាពណ៌ខ្មៅបែរជាដាក់ខ្សែពណ៌ទឹកក្រូចតែ Mi Pro អាចធ្វើបានយ៉ាងណាក៏ដោយ Mi Pro ក៏ថែមជាមួយនឹងខ្សែស៊ីលីកូនពណ៌ខ្មៅមួយទៀតនៅក្នុងប្រអប់ផងដែរសម្រាប់ព័ត៌មានបន្ថែមអាចឆាតចូល page ឬក៏ comment នៅក្នុងវីដេអូនេះក្រុមការងារនឹងធ្វើការទំនាក់ទំនងទៅអរគុណ